ចាជំរាបសួរដោយសារតែប្រហែលថ្ងៃមុននេះខ្ញុំឃើញនៅក្នុង Facebook ឃើញក្មេងស្រីម្នាក់ដែលគាត់រៀនថ្នាក់ទី12ដែលគាត់លុតទឹកសម្រាប់ខ្លួនណាអញ្ចឹងធ្វើឲ្យយើងក្នុងនាមជាអាណាព្យាបាលយើងត្រូវតែគិតគូរពិចារណាមែនទែនខ្ញុំក៏មានកូនហើយអ្នកទាំងអស់គ្នាក៏មានកូនដូចគ្នាអញ្ចឹងយើងត្រូវគិតត្រឡប់មកវិញចេះពេលខ្លះផ្លូវចិត្តកូនណាយើងមិនសូវបានយកចិត្តទុកដាក់ប្រហែលទេមែនទេបើដោយសារតែយើងគិតថាយើងរវល់នៅក្នុងការរកស៊ីធ្វើការអីផ្សេងអញ្ចឹងណាអញ្ចឹងយើងអត់សូវបានគិតថាអាផ្លូវចិត្តរបស់គាត់នឹងជួបបញ្ហាបែបណាយើងអត់ដឹងយើងដឹងថាទូនទីរបស់យើងគឺយើងរលុយមកឲ្យគាត់ដើម្បីចាយដើម្បីចំណាយនៅក្នុងការសិក្សាហើយនៅក្នុងការដោះស្រាយជីវភាពរបស់យើងប៉ុន្តែមែនទែនទៅខ្ញុំក៏ធ្លាប់ឆ្លងកាត់អាពេលវេលានឹងដែរខ្ញុំដឹងថាពេលខ្លះក្តីសម័យខ្ញុំគ្រាន់តែថាឲ្យពុកម្ដាយជូនទៅញ៉ាំអីជុំគ្នាមានពេលវេលាមានឱកាសបែបហ្នឹងហើយមានភាពស្និទ្ធស្នាលមានភាពកក់ក្ដៅបែបហ្នឹងមិនមែនថាតតែពុកម្ដាយខ្ញុំមានលុយច្រើនណាស់ណាអីមែនទេប៉ុន្តែឪពុកម្ដាយមួយចំនួនណាខ្ញុំសូមនិយាយថាមួយចំនួនគាត់យល់ឃើញថាបើតតែគាត់មានលុយច្រើនទើបគាត់អាចផ្ដល់សេចក្តីសុខឲ្យកូនឬក៏ក្រុមគ្រួសារបានប៉ុន្តែខ្ញុំតែងតែនិយាយដដែលថាចុះបើសិនជាលុយគឺជាសុភមង្គលលុយគឺជាសេចក្តីសុខខ្ញុំមិនក៏អ្នកមាននៅតែមានបញ្ហាហេតុអីក៏អ្នកមានខ្លាំងមែនទែននៅតែមានបញ្ហាបែកបាក់នៅតែមានបញ្ហាកូនរត់ចោលផ្ទះឬក៏អីផ្សេងអញ្ចឹងណាអញ្ចឹងយើងទាញត្រឡប់មកវិញថាតើឬគល់គឺជាអ្វីហើយមួយទៀតខ្ញុំតែងតែនិយាយថាបើសិនជាក្នុងនាមយើងជាឪពុកម្ដាយបើផ្ដល់ក្តីស្រឡាញ់ឲ្យកូនមិនគ្រប់គ្រាន់ណាប្រកាសជាអ្នកដទៃគេផ្ដល់ក្តីស្រឡាញ់ឲ្យកូនយើងហើយក្តីស្រឡាញ់នៅក្រៅផ្ទះគឺជាក្តីស្រឡាញ់មួយដែលមិនមានសុវត្ថិភាពទេពីព្រោះយើងដឹងថាកូនគឺជាចំណែកមួយគឺជាចំណែកដែលមានក្តីសុខមួយរបស់យើងគឺជាសុភមង្គលមួយរបស់យើងកូនមិនមែនជាចំណែកលើសទេកូនគឺជាគេហៅថាចំណែកមួយដែលចូលមកបំពេញបន្ថែមសុភមង្គលនៅក្នុងគ្រួសារអញ្ចឹងអ្នកខ្លះគាត់បែរគាត់ថាអូមានកូនគឺជាបន្ទុកមានកូនគឺជាសម្ពាធបើសម្រាប់ខ្ញុំមិនគិតអញ្ចឹងទេបើយើងគិតថាយើងមិនមានលទ្ធភាពមិនមានសមត្ថភាពនៅក្នុងការចិញ្ចឹមមើលថែផ្ដល់អនាគតឲ្យគេដដែលយើងយកគេមកធ្វើអីយើងគិតមុនណាកន្លែងហ្នឹងយើងមិនមែនជាការលេងសើចរបស់យើងមកពេលហើយនាំទុកឲ្យជីវិតមួយមានបញ្ហាហើយរហូតដល់ដូចក្មេងស្រីថ្ងៃមុនហ្នឹងទេខ្ញុំអត់មានបន្ទោសទៅលើអ្នកណាទេប៉ុន្តែអ្វីដែលខ្ញុំនិយាយខ្ញុំចង់ចែករំលែកទៅឪពុកម្ដាយមួយចំនួនធំមិនមែនពេលមកពីធ្វើការវិញបោះទូរស័ព្ទឲ្យកូនលេងហ្គេមបោះទូរស័ព្ទឲ្យកូនមើលYouTube ឬក៏មើលអីផ្សេងជាការដំណោះស្រាយទេមែនទេអ្វីជាច្រើនដែលយើងអាចកំដរកូនបានដែលយើងអាចធ្វើជាមួយកូនបានមិនថាជាចំណែកតូចក៏ដោយតែឪពុកម្ដាយមួយចំនួនគាត់តែងតែគិតថាអ្វីដែលគាត់ធ្វើនឹងគឺត្រឹមត្រូវទាំងអស់ហើយកូនធ្វើគឺសិតតែមិនត្រឹមមួយទៀតឪពុកម្ដាយតែងតែធ្វើការប្រៀបធៀបខ្ញុំឃើញច្រើនមែនតើកូនគេនៅក្បែរផ្ទះនោះគេរៀនចប់លេខ1កូនឯងមានរៀនចប់លេខច្រើនម៉េះកូនឯងខំប្រឹងរៀនទៅរៀនបកាយដូចគេចេះមួយចឹងខ្ញុំសួរថាយកលេខមកធ្វើអីឥឡូវនេះដែលក្មេងទៅរៀនថ្នាក់ទី1ទី2ទី3ទី4ទី5យកលេខមកធ្វើអីគេគាត់មិនអាចខ្លាចទៅជាមេដឹកនាំគេនៅថ្ងៃស្អែកបានទេប៉ុន្តែអ្វីដែលយើងអាចនិយាយបាននោះគឺគាត់ឲ្យគាត់ខិតខំប្រឹងប្រែងរៀនសូត្រទៅដើម្បីអនាគតរបស់គាត់ចាំបាច់យកគាត់ទៅប្រៀបធៀបជាមួយកូនគេធ្វើអីអាការប្រៀបធៀបមកហើយគឺជាជំងឺមួយដែលធ្វើឲ្យក្មេងបាក់ស្បាតគឺជាជំងឺមួយដែលធ្វើឲ្យក្មេងមានការភ័យព្រួយដែលគាត់គិតថាបើថ្ងៃណាមួយគាត់ធ្វើមិនបានប្រកាសជាឪពុកម្ដាយស្ដីបន្ទោសយាយតាស្ដីបន្ទោសឲ្យអញ្ចឹងអាចជំងឺប្រៀបធៀបមិនថាតែកូនក្មេងទេសូម្បីតែយើងជាមនុស្សធំក៏ដោយអ្នកខ្លះប្រៀបធៀបរូបរាងខាងក្រៅអ្នកខ្លះប្រៀបធៀបអត្តចរិតអ្នកខ្លះប្រៀបធៀបសមត្ថភាពការងាររលុយប្រៀបធៀបអីផ្សេងអាការប្រៀបធៀបនោះអត់ល្អទេហើយបើសិនជាមនុស្សមិនចេះ control អារម្មណ៍មិនចេះគ្រប់គ្រងអារម្មណ៍ទៀតការប្រៀបធៀបនឹងធ្វើឲ្យឆ្លោះគ្នាហើយធ្វើឲ្យកើតអាចជំងឺមួយគុំគូននៅក្នុងចិត្តទៀតអញ្ចឹងយើងកុំចូលចិត្តយកអាវប្បធម៌នៅក្នុងការប្រៀបធៀបមិនថាប្រៀបធៀបប្តីប្រពន្ធមិនថាប្រៀបធៀបកូនមិនថាប្រៀបធៀបឪពុកម្ដាយមិនថាប្រៀបធៀបអីកុំចូលចិត្តធ្វើអាការប្រៀបធៀបពេកវាអត់មានអីចំណេញដល់យើងទេអញ្ចឹងហើយទាញត្រឡប់មកវិញនៅក្នុងនេះខ្ញុំគ្រាន់តែចង់ចែកឲ្យអ្នកទាំងអស់គ្នាថារវល់រស់ស៊ីធ្វើការប៉ុណ្ណាក៏ដោយតែកុំភ្លេចផ្ដល់ពេលវេលាឲ្យកូនហើយកុំភ្លេចអបអរសាទរនៅពេលដែលកូនធ្វើអ្វីមួយបានជោគជ័យឧទាហរណ៍ដូចជាក្មេងស្រីនឹងអញ្ចឹងគាត់បានបណ្ណសារឬមួយក៏កូនរបស់យើងបានរៀនបានបន្ទុកល្អឬក៏បានសរសើរផ្សេងលើកទឹកចិត្តគាត់ទៅឬក៏អាចទិញរបស់ញ៉ាំឆ្ងាញ់ឲ្យគាត់ឬក៏មានកាដូតិចតួចជូនគាត់តាមលទ្ធភាពដែលយើងអាចធ្វើទៅបានមិនមែនធ្វើអារម្មណ៍មួយខាងគ្មានភ្ញាក់ផ្អើលគ្មានអីមិនមែនទេណាការខិតខំប្រឹងប្រែងរបស់គាត់គឺជាគេហៅថាការជំរុញទឹកចិត្តរបស់យើងដែលគាត់ចង់បង្ហាញឲ្យយើងឃើញថាគាត់មានសមត្ថភាពធ្វើរឿងទាំងអស់ហ្នឹងខ្ញុំចង់និយាយរឿងមួយថាដូចកូនស្រីខ្ញុំណាពេលដែលកូនស្រីខ្ញុំផ្លោះពីថ្នាក់ទី7ទៅថ្នាក់ទី9គឺគាត់មានអាយុក្មេងមែនតើក្មេងរហូតដល់សំបីតែគ្រូក៏មានពាក្យសម្ដីថាកូនខ្ញុំនៅក្មេងពេកចូលមកលេលើអត់ចេះអីអញ្ចឹងណាតែអ្វីដែលសំខាន់គឺខ្ញុំជាម្ដាយខ្ញុំលើកទឹកចិត្តគាត់ខ្ញុំបានអានសភៅជាច្រើនហើយខ្ញុំគិតថានៅពេលដែលខ្ញុំដាក់អាផ្នត់
ជំនឿនឹងទៅលើកូនរបស់ខ្ញុំច្បាស់ជាធ្វើបានហើយទីបំផុតគាត់ធ្វើបានមែនគាត់ប្រឡងជាប់ទាំង diploma គាត់ប្រឡងជាប់ទាំងបាក់ឌុបហើយបាននិទេសល្អទៀតទីបំផុតគាត់ប្រឡងចូលជាប់បាន2មហាវិទ្យាល័យបច្ចុប្បន្នហ្នឹងហើយបើសិនជាខ្ញុំបន្តឲ្យគាត់រៀនថ្នាក់បណ្ឌិតណាគាត់ប្រហែលជាចប់ថ្នាក់បណ្ឌិតនៅអាយុ23ឆ្នាំហើយគាត់គឺជាក្មេងម្នាក់ដែលខំប្រឹងរៀនហើយខ្ញុំមិនមានដាក់សម្ពាធទៅលើគាត់ទេថាកូនឯងរៀនតាមលទ្ធភាពទី1កូនឯងនេះក្មេងពេកអញ្ចឹងកូនឯងរៀនតាមលទ្ធភាពដែលកូនឯងរៀនទៅបានមកអត់បង្ខំទេមកអត់មានយកលេខមកធ្វើអីទេប៉ុន្តែជាក់ស្ដែងនៅពេលដែលយើងអត់ដាក់សម្ពាធទៅលើគាត់ខំប្រឹងប្រែងនៅខ្លួនឯងហើយនៅពេលដែលខ្ញុំគិតថាគាត់ប្រឡងបាក់ឌុបហ្នឹងណាខ្ញុំគិតថាឲ្យតែគាត់ប្រឡងជាប់ទៅបានហើយមិនបាច់បាននិទេសល្អប៉ុន្តែទីបំផុតគឺគាត់ការរំពឹងទុកចង់និយាយថាការស្មានរបស់យើងស្ទើរតែមិនគួរឲ្យជឿដែលគាត់បាននិទេសល្អដល់ម្លឹងហើយគាត់ប្រឡងជាប់ពីមហាវិទ្យាល័យទៀតណាអញ្ចឹងវាធ្វើឲ្យយើងមានអារម្មណ៍មួយថាអូទោះបីជាអ្នកដទៃគេមិនជឿលើយើងមិនជឿលើកូនយើងប៉ុន្តែយើងត្រូវតែជឿលើគាត់យើងត្រូវតែជឿលើសមត្ថភាពរបស់គាត់អញ្ចឹងនៅពេលដែលយើងដាក់ផ្នត់ជំនឿនឹងទៅលើគាត់ធ្វើបានមែនហើយអញ្ចឹងជាក់ស្ដែងបើសិនជាខ្ញុំប្រាប់គាត់ថាបើសិនជាកូនចង់រៀនបន្តទៀតកូនខំរៀនទៅកូនបើសិនជាកូនរៀនហើយកូនមិនឈប់គាត់អាចចប់ថ្នាក់បណ្ឌិតនៅអាយុ23ឆ្នាំអញ្ចឹងអ្នកទាំងអស់គ្នាគិតមើលទៅថាគាត់មានអាយុប៉ុន្មានចាអរគុណច្រើន